ជំរឿជីវិតនៅថ្ងៃនេះ24ម៉ោងក្នុងថ្ងៃនេះជាអ្វីដែលម្នាក់សិតតែទទួលបានដូចគ្នាប៉ុន្តែ24ម៉ោងក្រោយលទ្ធផលដែលគ្រប់គ្នាទទួលបានប្រកាសជាមិនដូចគ្នាឡើយបើដេកច្រើនជាងធ្វើការប្រកាសជាមានអារម្មណ៍ថាខ្លួនឯងមានពេលរស់នៅតិចជាងពេលស្លាប់ព្រោះពេលគេងលក់គឺដូចជាពេលស្លាប់មួយខណៈអីចឹងអ្វីផ្សេងដែលនៅក្រៅខ្លួនពេលខ្លះយើងមិនអាចជ្រើសរើសវាបានពិតមែនហើយពេលខ្លះទៀតវាពិបាកក្នុងការសម្រេចចិត្តថាត្រូវជ្រើសរើសឬអត់ប៉ុន្តែសូមក្រឡេកមកមើលខ្លួនឯងមើលឲ្យដល់ខាងក្នុងខ្លួនមើលឲ្យឃើញពីបេះដូងនិងចិត្តគំនិតរបស់យើងវិញម្ដងយើងមានរបស់ពីរដែលចាំបាច់ត្រូវឲ្យយើងជ្រើសរើសយកតែមួយប៉ុណ្ណោះអ្វីដែលយើងត្រូវតែជ្រើសរើសដាច់ខាតនៅក្រោយពេលភ្ញាក់ពីដំណេកភ្លាមនោះគឺគំនិតវិជ្ជមាននិងគំនិតអវិជ្ជមានរវាងជំរឿទាំងពីរនេះគឺយើងត្រូវតែជ្រើសរើសដោយខ្លួនឯងព្រោះពុំមាននរណាម្នាក់អាចជ្រើសរើសនិងធ្វើវាជំនួសយើងបានឡើយរឿងគ្រប់យ៉ាងនឹងប្រែប្រួលមិនថាទំនាក់ទំនងមិត្តភក្តិស្នេហាគ្រួសារសាច់ញាតិអាកាសធាតុកន្លែងការងារចរាចរណ៍នៅលើផ្លូវដែលយើងធ្វើដំណើរនិងអ្វីជាច្រើនផ្សេងទៀតផងដែរប៉ុន្តែវាមានតែមួយយ៉ាងគត់ដែលធ្វើឲ្យការប្រែប្រួលគ្រប់យ៉ាងគ្មានឥទ្ធិពលមកលើយើងនោះគឺការគិតរបស់យើងដើម្បីឆ្លើយតបចំពោះរឿងទាំងអស់នោះវាពិតជាសំខាន់ណាស់ព្រោះជីវិតរបស់យើងរស់នៅសម្រាប់មួយថ្ងៃគឺវាមិនមែនចេះតែរស់ដោយគ្មានគោលដៅនិងគ្មានគោលបំណងនោះទេបើយើងប្រើពេលវេលាមួយថ្ងៃដើម្បីរស់នៅជាមួយគំនិតអវិជ្ជមានយើងនឹងឃើញថារយៈពេលមួយថ្ងៃដែលយើងរស់នៅនោះហាក់ដូចជាយូរខ្លាំងណាស់គ្មាននរណាចង់ឲ្យខ្លួនឯងត្រូវចំណាយពេលវេលាមួយថ្ងៃចោលជាមួយអារម្មណ៍ធន់ថប់ទេត្រូវទេបើអញ្ចឹងយើងត្រូវបដូរទិសដៅនៃការគិតរបស់យើងភ្លាមបើយើងគិតអវិជ្ជមានយើងត្រូវរកឲ្យឃើញនៅចំណុចផ្ទុយពីអ្វីដែលយើងកំពុងតែគិតបដូរការគិតនោះយើងនឹងអាចផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងបានហើយកាលណាយើងមានអារម្មណ៍ល្អគ្រប់យ៉ាងនឹងមិនអីទេវានឹងត្រឡប់មកជាល្អឡើងវិញទោះជាយ៉ាងណាក៏ដោយទោះជាយើងកើតនៅទីកន្លែងណារស់នៅកន្លែងណាមួយនៃផែនដីនេះទោះជាយើងមានស្ថានភាពលំបាកលំបិនកម្រិតណាក៏ដោយគឺយើងនៅតែមានជម្រើសមួយសម្រាប់ជីវិតខ្លួនឯងដើម្បីរស់នៅជារៀងរាល់ថ្ងៃបើយើងមិនពេញចិត្តជាមួយកន្លែងដែលយើងកំពុងតែរស់នៅទេយើងអាចជ្រើសរើសការស្រមៃរកមើលកន្លែងណាផ្សេងមួយទៀតដែលយើងចង់ទៅនោះអារម្មណ៍ល្អៗនឹងចាប់ផ្ដើមកើតឡើងភ្លាមយើងត្រូវចេះបង្កើតជម្រើសសម្រាប់ជីវិតខ្លួនឯងហើយក៏ត្រូវតែឆ្លាតក្នុងការជ្រើសរើសយកជម្រើសណាមួយដែលល្អបំផុតផង